ទីក្រុងហូជីមិញប្រទេសវៀតណាមបានសម្រេចចោទប្រកាន់និងឃុំខ្លួនបណ្ដោះអាសន្ន DJ និងជាអ្នកជំនួញអនឡាញម្នាក់ឈ្មោះ វូធីងប់ងាន់រហស្សនាម DJ ងាន់98ក្រោយរកឃើញលក់ផលិតផលคล้ายៗប្រភេទវីតាមីនឈុតសម្រក់គីឡូអាហារបំប៉ន collagen មិនស្របច្បាប់មានផ្ទុកសារធាតុហាមឃាត់ប្រឈមបង្កជំងឺធ្ងន់ធ្ងរជាពិសេសអាចធ្វើឲ្យអ្នកប្រើប្រាស់កើតជំងឺមហារីកតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម DJ ល្បីឈ្មោះរូបនេះត្រូវបានប៉ូលីសឃាត់ខ្លួននៅថ្ងៃទី13ខែតុលាឆ្នាំ2025របាយការណ៍ប៉ូលីសបានបញ្ជាក់ថាទោះបីឈ្មោះនឹងម្ចាស់ហាងដែលចុះបញ្ជីរួចដាក់ឈ្មោះអ្នកផ្សេងក៏ដោយប៉ុន្តែសកម្មភាពគ្រប់គ្រងហិរញ្ញវត្ថុនិងការដំណើរការទាំងអស់ត្រូវបាននាងដឹកនាំដោយផ្ទាល់និងជាអ្នកទទួលផលចំណេញប្រភពដដែលបានឲ្យដឹងបន្តថាអ្នកជំនួញអនឡាញរូបនេះបានសហការជាមួយរោងចក្រនៅហាណូយដើម្បីផលិតផលិតផលអាហារបំប៉នសុខភាពឈុតសម្រក់ទម្ងន់ដូចជា Super Detox X3 X7 X1000 ជាដើមពលគឺចាប់តាំងពីឆ្នាំ2021មកម្លេះទោះបីផលិតផលទាំងនេះមានអាជ្ញាប័ណ្ណចេញលក់ប៉ុន្តែនាងបានប្រើវិធីសាស្ត្រថាទំនិញជាកាដូក្នុងចេតនាដើម្បីលក់វីតាមីន collagen ដែលមិនមានអាជ្ញាប័ណ្ណនិងគ្មានឯកសារបញ្ជាក់ពីគុណភាពផលិតផលទាំងនេះត្រូវបានបំពាក់កញ្ចប់នឹងឈ្មោះ X3 X7 X1000 ដូចគ្នាហើយផ្សព្វផ្សាយថាប្រើរួមជាមួយផលិតផលសំខាន់ដើម្បីបង្កើនប្រសិទ្ធភាពស្រកទម្ងន់លើស្លាកមានសរសេរទំនិញជាកាដូមិនសម្រាប់លក់ដើម្បីបន្លំភ្នែកពីសមត្ថកិច្ចគេចេញពីការត្រួតពិនិត្យប៉ុន្តែតាមពិតបានលក់ក្នុងតម្លៃពេញសម្រាប់អតិថិជនរបាយការណ៍របស់ប៉ូលីសវៀតណាមបានឲ្យដឹងបន្ថែមថាផលិតផលត្រូវបានដឹកចេញពីរោងចក្រហើយចែកចាយលក់តាមបណ្ដាញសង្គម Facebook និង TikTok ព្រមទាំងលេខទំនាក់ទំនងរបស់ក្រុមហ៊ុនយ៉ាងផុសផុលហើយបានផ្សព្វផ្សាយថាឈុតសម្រក់ទម្ងន់អាចស្រកចន្លោះពី4ទៅ15គីឡូក្រាមក្នុងមួយឈុតដែលបើតាមលទ្ធផលពិនិត្យបានបញ្ជាក់ថាផលិតផលទាំងនោះមិនស្របតាមគុណភាពជាទំនិញคล้ายៗហើយមានសារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាពធ្ងន់ធ្ងរសារធាតុទាំងនោះអាចបណ្ដាលឲ្យអ្នកប្រើប្រាស់ប្រឈមបញ្ហាប៉ះពាល់ដល់បេះដូងលើឈាមប៉ះពាល់ប្រព័ន្ធរំលាយអាហារនិងមានហានិភ័យមហារីករបាយការណ៍ដដែលបានបញ្ជាក់ទៀតថានៅពេលសួរនាំស្ត្រីរូបនេះឆ្លើយមិនច្បាស់លាស់ហើយប្រាប់ថាខ្លួនមិនមែនជាម្ចាស់នោះទេនិងដាក់បន្ទុកលើអ្នកដទៃប៉ុន្តែតាមការស៊ើបអង្កេតរបស់មន្ត្រីជំនាញបានរកឃើញផុសតាំងពាក់ព័ន្ធមួយចំនួនដូចជាប្រតិបត្តិការផ្ទេរប្រាក់ចិញ្ចូលទិន្នន័យដឹកជញ្ជូនកិច្ចសន្យានិងចម្លើយរបស់បុគ្គលិកដែលបង្ហាញថានាងជាអ្នកគ្រប់គ្រងផលិតផលនិងលក់ទំនិញคล้ายៗទាំងអស់នេះក្នុងនោះទឹកប្រាក់ទាំងអស់ត្រូវបានផ្ទេរតាមគណនីរបស់មនុស្សជិតស្និទ្ធនិងបុគ្គលិកដើម្បីលាក់សាច់ប្រាក់មុននឹងផ្ទេរទៅកាន់គណនីផ្ទាល់របស់នាងជុំវិញករណីនេះបច្ចុប្បន្នប៉ូលីសវៀតណាមកំពុងបន្តការស៊ើបអង្កេតហើយពិនិត្យរកបុគ្គលផ្សេងទៀតដែលជាប់ពាក់ព័ន្ធ